សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាឲ្យដឹងអំពីវិធីសាស្ត្រក្នុងការថែទាំម៉ាស៊ីនត្រជាក់ថាតើយើងគួរលាងម៉ាស៊ីនត្រជាក់ប្រមាណដងក្នុងមួយឆ្នាំដើម្បីរក្សាគុណភាពក៏ដូចជាផាសុកភាពនៃម៉ាស៊ីនត្រជាក់នោះផងដែរបងប្អូនគួរតែយល់ដឹងបន្ថែមក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវនិងទទួលបានផាសុកភាពជាពិសេសហ្នឹងគឺសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់ការលាងម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវគឺរយៈពេល6ខែម្ដងក្នុងមួយឆ្នាំសម្រាប់រយៈពេលនេះផងដែរគឺយើងផ្ដោតសំខាន់តែទៅលើប្រភេទលំនៅឋានធម្មតាតែប៉ុណ្ណោះបើសិនបើទីតាំងរបស់បងប្អូនជាប្រភេទលំនៅឋានការិយាល័យហាងឬមួយក៏ទីតាំងណាដែលអាចបង្កឲ្យមានទន្លេច្រើនគឺតម្រូវឲ្យបងប្អូនត្រូវលាងសម្អាតម៉ាស៊ីនត្រជាក់រៀងរាល់រយៈពេល3ខែម្ដងពលគឺ4ដងក្នុងមួយឆ្នាំដូចនេះបើសិនជាបងប្អូនអាចលាងម៉ាស៊ីនត្រជាក់បានត្រឹមត្រូវតាមរយៈពេលដែលយើងបានកំណត់ខាងលើនោះបងប្អូននឹងអាចរក្សាបាននូវគុណភាពរបស់ម៉ាស៊ីនត្រជាក់បានត្រឹមត្រូវនិងមានគុណភាពល្អផងដែរហើយបងប្អូនមានដឹងអត់ថាហេតុអីបានជាយើងត្រូវការលាងសម្អាតម៉ាស៊ីនត្រជាក់ស្របទៅតាមពេលវេលាជាក់ស្ដែងដែលយើងបានកំណត់ខាងលើអត់ទី1គឺបងប្អូនអាចបង្កើននូវអាយុកាលម៉ាស៊ីនត្រជាក់ឲ្យបានកាន់តែយូរទី2អាចធ្វើឲ្យម៉ាស៊ីនត្រជាក់របស់បងប្អូននឹងមានសភាពត្រជាក់បានល្អទី3អាចជួយកាត់បន្ថយនៅការប្រើប្រាស់ថាមពលអគ្គិសនីបានខ្ពស់និងទី4ជៀសវាងធ្វើឲ្យម៉ាស៊ីនត្រជាក់របស់បងប្អូនមានបញ្ហាក្លិនឬមួយក៏មានបញ្ហាទលីច្រើនដែលជាហេតុបង្កឲ្យម៉ាស៊ីនត្រជាក់របស់បងប្អូននឹងគឺមានបញ្ហាដូចនេះបើសិនជាបងប្អូនកំពុងតែជួបប្រទះនៅបញ្ហាទាំងអស់ហ្នឹងបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ